ទម្លាប់អាចជួយអីខ្លះដល់កុមារ autism ហើយតើឪពុកម្ដាយអាចបង្កើតទម្លាប់នៅផ្ទះដោយរបៀបម៉េចបោះហ្នឹងនៅពេលម៉ាក់អត់ចង់ឲ្យគាត់អត់ចង់ឲ្យកុំទៅខុសពីដៃគាត់ថារបស់ហ្នឹងកូនខ្វេះចឹងអញ្ចឹងគាត់នឹងរៀនតាមយើងវិញហើយគាត់រងចាំឯងទៀតអញ្ចឹងចូលទៅដល់ទម្លាប់តើទម្លាប់អាចជួយអីខ្លះដល់កុមារ autism ហើយតើឪពុកម្ដាយអាចបង្កើតទម្លាប់នៅផ្ទះដោយរបៀបម៉េចចាតើតើជាមួយនឹងទម្លាប់គឺជាកលឹះមួយដ៏សំខាន់បំផុតសម្រាប់កុមារ autism ចាកុមារ autism នៅពេលដែលគាត់ទទួលបានទម្លាប់តាំងពីដំបូងមកទៅកាលវិភាគមួយដែលបានច្បាស់លាស់ហើយគាត់បានព្យាយាមធ្វើតាមកាលវិភាគនឹងបានច្រើនបានន័យថាសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងអារម្មណ៍មួម៉ៅឆេវឆាវតាក់ទងជាមួយនឹងការដែលយំស្រែកអីខ្លាំងអីមួយក៏ធ្វើបាបខ្លួនឯងក៏កាត់បន្ថយទៅតាមនឹងដូចគ្នាដោយអាស្រ័យទៅលើទម្លាប់នឹងឯងចាប៉ាម៉ាក់មួយចំនួនអាចធ្វើនៅផ្ទះបានជាមួយកូនទម្លាប់ដំបូងបង្អស់សម្រាប់ក្មេងតូចនិយាយពីក្មេងតូចទៅសិនចាភាគច្រើនគឺគាត់នៅពេលដែលចូលរួមនៅក្នុងសាលាគាត់ពិបាកក្នុងការរងចាំមែនតើចាដូច្នេះហើយនៅផ្ទះមិនមែនថាខ្ញុំនិយាយទៅអ្នកគ្រូអត់មានពើសម្រាប់គ្រប់គ្រាន់បរៀនគាត់ទេទម្លាប់មួយឧមាថាឥឡូវបើថាគាត់ចង់បានរបស់លេងមុននឹងឲ្យរបស់លេងនឹងទៅគាត់ព្យាយាមឲ្យគាត់ចាំសិនម៉ាក់រាប់ពី1ដល់5អូខេរាប់ពី1ដល់5ហើយចាំឲ្យគាត់ហើយទៅប្រាប់គាត់ថានៅពេលដែលកូនលេងនៅពេលដែលម៉ាក់រាប់ពី1ដល់10ម៉ាក់សុំដកចេញសិនអូខេចាអញ្ចឹងពេលដែលផ្ដល់ឲ្យគាត់លេងតិចទៅហើយរាប់រហូតដល់10ដករបស់នឹងចេញចាយើងព្យាយាមធ្វើទម្លាប់អញ្ចឹងងាយជាមួយគាត់ឬមួយក៏មួយទៀតនៅពេលដែលលេងជាមួយគាត់ណាចាលេងរយៈពេលខ្លីៗក្រោយអាហារពេលល្ងាចហើយអញ្ចឹងមានជារបស់លេងអញ្ចឹងលេងអញ្ចឹងទាញយកមកកដោបន្តិចអូខេឈប់សិនកូនចាំសិននៅពេលហ្នឹងគឺកូនអត់ចាំទេហ្នឹងទាញយកហើយយើងព្យាយាមរាប់ព្យាយាមខ្ទប់ដៃគាត់អញ្ចឹងចាដំបូងយើងគាត់ទាញអីវ៉ាន់ហ្នឹងដាក់មកមុខយើងក្រោយមកយើងព្យាយាមខ្ទប់ដៃកូនតែកុំចាប់ដៃគាត់លោកចឹងមកយើងគាត់ព្យាយាមរាំងបានហើយតែកុំចាប់ដៃគាត់កុំចាប់កដៃគាត់ឲ្យគាត់គុំចូលគ្នាកុំបង្ខំគាត់ឲ្យរបៀបហ្នឹងចាធ្វើដោយវិធីការរាំងចុះរាំងឡើងហើយរាប់ឲ្យលឿន1 2 3អូខេ3ហើយកូនលេងវិញចាដើម្បីកុំឲ្យគាត់មួម៉ៅតចាហើយក្រោយមកទៀតចាប់ផ្ដើមឲ្យគាត់លេងខ្ទង់5នាទីហើយយើងចាប់ផ្ដើមអូខេម៉ាក់រាប់ពី1ដល់5ខុសគ្នាពីលេខមុនម៉ាក់ថាកូនឈប់អូខេកូនឈប់សិនហើយយើងចាប់ផ្ដើមរាប់ព្រោះកាលណាដែលយើងឲ្យគាត់ឈប់ភ្លាមក៏អត់បានសម្រួលអារម្មណ៍បានដល់គាត់ស្រែកហើយចាអញ្ចឹងរាប់ពី1ដល់5ហើយអូខេកូនឈប់សិនទាញរបស់ហ្នឹងចេញពីគាត់សិនហើយព្យាយាមបាំងគាត់ហើយរាប់ទៀតព្យាយាមលេងបែបនេះជាមួយគាត់សម្រាប់សិស្សខ្ញុំដែលគាត់ពិបាករងចាំបំផុតគឺខ្ញុំធ្វើដល់ទៅ4សប្តាហ៍រហូតដល់សប្តាហ៍ទី5បានគាត់នៅរយៈពេលគាត់រាប់ជាមួយគ្នាអ្នកម៉ាក់គឺរយៈពេលដល់ទៅ75 4សប្តាហ៍ចូលសប្តាហ៍ទី5មកគាត់ចាប់ផ្ដើមយល់គាត់ខ្ញុំនិយាយថាឈប់គឺគាត់ឈប់ហើយគាត់ដកដៃចេញហើយគាត់ដឹងថាយើងអត់កុហកគាត់ទេគាត់ដាក់ដៃលើតុដោយខ្លួនឯងគាត់រងចាំក្រោយមកទៀតគឺយើងចាប់ផ្ដើមចូលទៅដល់នីតិឲ្យគាត់ចេះរៀនមើលពីនីតិព្រោះតកតងជាមួយនឹងនីតិនេះដំបូងគឺបើយើងប្រើមើលគាត់អត់ទៅបានផលទេដោយសារគាត់អត់ទាន់យល់នេះ30 second ចានឹងលឿនឲ្យគាត់ចេះមើលហ្នឹងនៅពេលដាក់ខ្សាច់នឹងហូរអស់អូខេគាត់អាចយករបស់ហ្នឹងទៅលេងបានដែលឲ្យគាត់លេងរយៈពេល1នាទីយើងដាក់ខ្សាច់ពណ៌ខៀវនេះទៅពេលដាក់ខ្សាច់ហ្នឹងអស់ចិត្តអស់យើងរាប់ឲ្យយឺតទៅតាមចាយើងរាប់យឺតចឹងហើយយើងឲ្យគាត់ដកដៃឈប់ព្យាយាមចាប់ផ្ដើមសារចុះសារឡើងតែរយៈពេលបន្តិចហ្នឹងបានហើយចានៅពេលដែលគាត់ទាំងអស់ហ្នឹងគាត់អាចទទួលយកបានហើយគឺយើងអាចឲ្យគាត់រងចាំបានហើយចាពេលហ្នឹងនៅពេលដែលគាត់ត្រើមយកអីពីយើងអញ្ចឹងយើងកុំព្យាយាមលើឧបមាថាឥឡូវគាត់ចាប់យកពីយើងអញ្ចឹងយើងប្រាប់ថាកូនកុំដណ្ដើមកូនសុំចាហើយនៅពេលដែលគាត់ចាប់យករបស់ហ្នឹងនៅពេលដែលម៉ាក់អត់ចង់ឲ្យគាត់អត់ចង់ឲ្យកុំទៅខុសពីដៃគាត់ថារបស់ហ្នឹងកូនខ្វេះចឹងអញ្ចឹងគាត់នឹងរៀនតាមយើងវិញហើយគាត់រងចាំឯងអញ្ចឹងព្យាយាមចាប់កដៃគាត់ឲ្យគាត់ទម្លាក់អូខេកូនដាក់ចុះអូខេដាក់ចុះសិនតែធ្វើម៉េចក៏ដោយកុំព្យាយាមដដើមពីគាត់ខ្វេះពីដៃគាត់បើកាលណាព្យាយាមខ្វេះពីដៃគាត់ស្មើនឹងយើងបរៀនគាត់ឲ្យចេះខ្វេះពីដៃយើងវិញចឹងយើងប្រាប់ថាឲ្យសុំប៉ុន្តែយើងអត់សុំទេយើងទៅឆក់យើងទាំងម៉ាក់សុំប៉ុន្តែនៅពេលដែលគាត់អត់ឲ្យធម្មតាតែមិនឲ្យយូរពេកខ្វេះហើយហ្នឹងហើយ